នេះវាជាវិធីសាមញ្ញនិងជឿជាក់របស់ប្រជាជនចិនឬអាស៊ីដើម្បីបង្កើនថាមពលវិជ្ជមាននៅក្នុងផ្ទះជាពិសេសក្នុងរដូវកាលថ្មីឬពេលគ្មានលុយចូលផ្ទះវិធីនេះមិនមែនវិទ្យាសាស្ត្រប៉ុន្តែជាជំនឿប្រជាប្រិយរបស់ប្រជាជនចិនវិធីបែបនេះធ្វើឲ្យមនុស្សមានសង្ឃឹមនិងប្រុងប្រយ័ត្នខ្លួនឯងក្នុងការចំណាយរកលុយវិធីក្នុងការរៀបចំយកសណ្តែកក្រហម9គ្រាប់និងសណ្តែកលឿង9គ្រាប់និងសណ្តែកបៃតង9គ្រាប់សណ្តែកគ្រាប់ខ្មៅឬស9គ្រាប់និងស្រូវសាលី9គ្រាប់រួមជាមួយក្រដាសដាក់ចូលថង់ក្រដាសក្រហមឬកាបូបក្រហមតូចដាក់នៅខាងក្នុងទ្វារផ្ទះខាងលើឬក្បែរទ្វារខាងស្ដាំជាទូទៅដើម្បីទាក់ទាញលុយចូលពីខាងក្រៅខ្លះគេនិយាយថាដាក់នៅខាងលើទ្វារឬក្នុងទូខ្ពស់បំផុតក្នុងបន្ទប់គេងពេលដាក់អាចគិតនឹងនិយាយថាសូមឲ្យទ្រព្យចូលច្រើននិងសំណាងច្រើនមកជាប់គ្នារាល់ឆ្នាំ